មានករណីអ្នកដែលជួបផ្ទះជាមួយគ្នានឹងលួចម៉ូតូគ្នាមានទាំងកាមេរ៉ាសមត្ថភាពផងដែរណាអ្នកលួចបងប្អូនសាច់ញាតិអ្នកជួបដូចគ្នាបងច្បាស់អត់ថាជាសាច់ញាតិរបស់គេច្បាស់ដោយសារខ្ញុំមានកាមេរ៉ាគាត់ដើរចូលបន្ទប់នេះសិនគាត់ដើរចូលសិនបាទគាត់ដើរសិនហើយម្នាក់នេះដើរចូលបន្ទប់នេះដើរចូលនេះសិនហើយទៅបាទតรงមកហ្នឹងហើយបន្ទប់លេខ9មកបន្ទប់លេខ9ហើយបន្ទាប់មកម្នាក់អីដឹងតែគាត់នៅហ្នឹងឥឡូវបច្ចុប្បន្នគាត់នៅហ្នឹងគាត់ឆ្លើយថាអត់ដឹងគាត់នៅហ្នឹងនេះគាត់នៅហ្នឹងគាត់ចូលសង្ងំហើយគាត់ចេញមកវិញគាត់កម្នាក់ស្អីនោះគាត់ចេញមកសិនអ្នកស្អីគាត់ចេញមកសិនភ្នំពេញករណីលួចម៉ូតូដ៏គួរឲ្យហួសចិត្តមួយបានកាត់ឡើងនៅចំណុចផ្ទះជួរក្បែរវត្តសម្បូរមាសស្ថិតនៅក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញហេតុការណ៍នេះបានកាត់ឡើងកាលពីយប់ថ្ងៃទី5ខែមករាឆ្នាំ2026ដោយក្រុមជនសង្ស័យដែលគេស្គាល់ថាជាសាច់ញាតិរបស់អ្នកជួលបន្ទប់ក្បែរគ្នាបានធ្វើសកម្មភាពបណ្ដាលម៉ូតូរបស់និស្សិតម្នាក់យកទៅបាត់ដោយសុវត្ថិភាពយោងតាមរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញយ៉ាងច្បាស់ថាមានបុរសម្នាក់បានចូលមកបណ្ដាលម៉ូតូ Mack Honda Dream 016 ពណ៌ខ្មៅពាក់ស្លាកលេខ 1GS 918ចេញពីបរិវេណផ្ទះជួលអ្វីដែលធ្វើឲ្យម្ចាស់ម៉ូតូហួសចិត្តបំផុតនោះគឺមានស្ត្រីម្នាក់ដែលជាអ្នកជួលបន្ទប់ក្បែរនោះបានដើរចេញមកមើលផ្លូវនិងនិយាយឲ្យជនសង្ស័យឆាប់យកម៉ូតូចេញទៅប៉ុន្តែក្រោយកើតហេតុបែរជាឆ្លើយបដិសេធប្រាប់ម្ចាស់ម៉ូតូថាមិនដឹងនិងមិនមានលេខទូរស័ព្ទជនសង្ស័យទេទាំងដែលជនសង្ស័យត្រូវជាសាច់ញាតិខ្លួននិងបានឡើងទៅលេងបន្ទប់ជាមួយគ្នាលោកតារ៉ាដែលត្រូវជាបងប្រុសជនរងគ្រោះបានរៀបរាប់ទាំងក្តីអស់សង្ឃឹមថាម៉ូតូនេះទុកសម្រាប់ប្អូនប្រុសជិះទៅរៀននៅសាកលវិទ្យាល័យឆ្នាំទី2គាត់បានបញ្ជាក់ថាកាមេរ៉ាមានសំឡេងច្បាស់ណាស់ឃើញស្ត្រីជាអ្នកចិត្តខាងនឹងជាអ្នកឲ្យគេយកទៅតែគាត់នៅតែប្រកែកថាអត់ដឹងខ្ញុំមានភ័ស្តុតាងគ្រប់គ្រាន់ហើយបានដាក់ពាក្យបណ្ដឹងរួចហើយយ៉ាងណាមិញគាត់ក៏ទទួលស្គាល់ថាមានការធ្វេសប្រហែសមួយភ្នែកដោយសារទុកសោជាប់នឹងម៉ូតូក្រោយកាត់ហេតុម្ចាស់ម៉ូតូបានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោមេត្តាជួយស្រាវជ្រាវវែកមុខចាប់ខ្លួនជនសង្ស័យនិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ដើម្បីនាំយកម៉ូតូមកឲ្យប្អូនប្រុសបានជិះទៅរៀនសូត្រវិញព្រោះនេះជាមធ្យោបាយតែមួយគត់សម្រាប់រូបគេ